ចូលឆ្នាំគេទៅជះទឹកប៉ាក់ម្សៅអីចឹងណាហើយខ្ញុំមិនទេដើរផ្សងព្រេងក្នុងព្រៃទៅវិញហើយកំពង់តថត់នេះគឺគេហៅថាទឹកធ្លាក់ច្បក់ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺយើងនឹងហេតុតែចង់ដើរព្រោះរាល់ឆ្នាំចូលឆ្នាំនេះគឺថានៅធ្វើការផ្ទះទេមិនបានដើរទៅណាទេដល់ទៅពេលឆ្នាំនេះគ្រួសារក៏បួលដើរក៏ឈានឱកាសដើរម្ដងមើលចង់ដឹងថាជីវិតនៃការដើរនឹងមានរសជាតិបែបណាដើរកាន់តែយូរមានអារម្មណ៍កាន់តែឆ្ងាយទៅដើរហត់សម្រាប់ពី3ដងនៅតែមិនទាន់ដល់ហើយតំបន់នេះក៏មើលទៅដូចជាមិនសូវមានភ្ញៀវទេសចរប្រហែលដែរព្រោះវាភើឆ្ងាយវាខ្ពស់ដើរទៅរំទៅដល់គឺថាហត់អញ្ចឹងមនុស្សមុំដូចជាចាស់អីគាត់ដើរអត់ដល់ទេគឺឆ្ងាយពេកអញ្ចឹងមិនសូវមានអ្នកទៅកំសាន្តទៅលេងទេភាគច្រើនគឺក្មេងៗស្ទាវគាត់អាចមានកម្លាំងដើរទៅដល់ហើយពួកខ្ញុំទៅនេះក៏គ្រាន់តែសាកចង់ដឹងចង់ស្គាល់តែប៉ុណ្ណោះឯងចំណាយពេលដើរចូលជិត1ម៉ោងដើរមកតង់ហើយមកតង់ទៀតសម្រាប់ជាច្រើនសារនៅតែមិនទាន់ដល់ការពិតទៅគ្មានកម្រងថាចង់ទៅដើរអីទេគ្រាន់តែទៅលេងផ្ទះមិត្តភ័ក្តិឲ្យមិត្តភ័ក្តិបួលទៅក៏ទៅសប្បាយម្យ៉ាងដែរដើរហត់តិចមែនតែសប្បាយព្រោះយើងនៅទៅផ្ទះនោះធ្វើទៅការងារនោះដល់ពេលបានដើរមើលទេសភាពមើលព្រៃឈើអញ្ចឹងទៅវារៀងមានអារម្មណ៍ថាវាស្រស់ថ្លាក្នុងខួរក្បាលយើងដែរវាបំបត្តិភាពស្មុគស្មាញយើងខ្លះដែរអ្វីដែលសំខាន់គឺរីនៅតំបន់នោះគឺយំមកដូចរីនៅស្រុកយើងទេខ្ញុំដើរបដាខ្ញុំឆ្ងល់បដាតែអត់ទាន់ហ៊ានសួរគេទេវាមានស្រែងរីយំនិងស្រែងអារីម្យ៉ាងនឹងយំវាដូចអត់ដូចរីយើងយំរ៉ែជាប់រហូតអានឹងវាយំងាវដូចសរ៉ែនទេណាហើយក៏ដាច់ចិត្តសួរកញ្ញានៅខាងមុខនោះថាសត្វអីយំហ្នឹងវិញរីណាយំចឹងវាថាអត់ក៏រីណាយំយ៉ាងម៉េចក្រោយពីបានដឹងថាជាសត្វរីយំហើយក៏មិនហ៊ានសួរតវ៉ាដេញដោយទេដែរតែគាត់គិតក្នុងចិត្តថាប្រហែលជារីនេះវាយំរាប់ខែរាប់ម៉ោងណាបានវាទៅជាយំមើលចេញអញ្ចឹងណាគាត់ងាវអញ្ចឹងណាហើយក៏ជប់ឆ្ងល់ទៅធ្វើដំណើរតទៅមុខទៅទៀតដើរបានប្រហែលជា10ជំហានកញ្ញាសស្អាតខ្ញុំខ្សឹបប្រាប់ថាហ្នឹងហើយអ្នកទាំងអស់គ្នាស្ដាប់បានអត់ស្ដាប់បានអូមកស្ដាប់ឡងទៀតក្រោយពីដើរអស់រយៈពេលជិត1ម៉ោងយើងក៏បានមកដល់ទីតាំងបាទពេលបានមកដល់ទីតាំងរៀងបាត់ហត់តិចហើយក៏សប្បាយចិត្តតិចដែរឃើញទឹកធ្លាក់ស្អាតចឹងណាសម្រាប់ខ្ញុំធ្លាប់ដើរព្រៃច្រើនអញ្ចឹងខ្ញុំមិនសូវហត់ប្រហែលហ្នឹងដើរមកហ្នឹងតែសម្រាប់ពួកគាត់អ្នកមិនសូវដើរគាត់ត្រូវតែហត់ឆ្ងាយទេសភាពតំបន់នោះស្អាតមែនបងប្អូនហើយបើបានមានពេលទនេសម្រាប់លំហែកាយជាគ្រួសារជាគណៈគ្រួសារមកបោះតង់អីគឺថាស្អាតមែនទែនអេមខ្ញុំនៅតែនិយាយដែរថាធម្មជាតិស្រុកខ្មែរយើងអស្ចារ្យមែនទែនស្អាតដូចគំនូរចឹងក្រោយពីបានមើលទេសភាពដ៏ស្រស់ស្អាតហ្នឹងហើយខ្ញុំក៏នាំគ្នាគិតថាសម្រាប់បាត់ហត់តិចចាំចុះងូតទឹកវែងហើយក៏ឈឿថតរូបតិចទុកជាអនុស្សាវរីយ៍អីចឹងណាយើងព្រួយយើងមិនងាយបានដើរទេក៏មិនងាយបានឃើញទេសភាពស្អាតចេះដែរគឺថាมันងាយទេយើងទេសភាពស្អាតមែនទែនហើយនិយមជាមួយនឹងស្រែងទឹកធ្លាក់ដ៏សែនពិរោះហើយពួកគាត់ក៏នាំគ្នាចុះងូតទឹកទៅហើយខ្ញុំនេះគឺថាអត់ងូតទេព្រោះអត់បានព្រៀងទុកថាទៅងូតទឹកទេចឹងខែក៏អត់យល់ទៅដែរអូខេវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចឹងសូមបងជួយចុច Subscribe នៅ Channel របស់បងប្អូនផងដើម្បីបងប្អូនមានកម្លាំងចិត្តធ្វើវីដេអូថ្មីទៀតបាយបាយ